យើងនិយាយរឿងបដាលវិញម្ដងបាទខ្ញុំស្ដាយអារាមគុណខ្មែរលើរៀបរិញហើយរៀបរិញហើយរៀបរិញចូលវត្តអីប្រកាសមេក្រូទូទាំងស្អែកឡើងលសូក្រំឬរិញវិញបដោយយើងអារាមគុណខ្មែរហ្នឹងក៏លើកមកប្រកួតចុងក្រោយហ្នឹងព្រោះត្រូវរកខ្សែក្រវ៉ាត់គីឡូ54ហ្នឹងបាទមានសុកសែនមាននីនរៈសក្តាមានលឹមជីវ័នហើយនឹងកីឡាករស្វាដៃរត់ទេវតាត់បាទរត់ទេវតាត់ម្សិល4នាក់នឹងដែលស្វាដៃគាត់បានហើយស្វាដៃបានហើយបាទស្វាដៃបានហើយអញ្ចឹងប៉ុន្តែខ្ញុំឃើញនៅក្នុងមជ្ឈដ្ឋានបណ្ដាលបាទអាយឧត្តមខៅឆាយលោកមានមតិម្យ៉ាងអញ្ចឹងទៅបាទកាន់មេងហុងឃើញគាត់រីអ៊ូរតម្យ៉ាងអញ្ចឹងទៅហើយនឹងបណ្ដាមតិមជ្ឈដ្ឋានទូទៅផ្សេងទៀតខ្ញុំឃើញមានទាំងលោកបាយជាតិដែរអញ្ចឹងខ្ញុំចង់ឲ្យលោកបាយជាតិជួយរាយរាប់នឹងថាតើគួរតែបណ្ដាលកើតឡើងឆាប់ឬក៏យ៉ាងណាបាទសម្រាប់យោបល់ខ្ញុំបានផុសនៅក្នុង page ដែរបាទតកតទៅនឹងព្រឹត្តិការណ៍ផ្ដាល់នេះការពិតរាជរដ្ឋាភិបាលយើងគាត់លោកមិនបានចេញសេចក្តីហាមឃាត់មិនឲ្យរៀបចំទេបាទប៉ុន្តែយើងមើលតាមទស្សនវិជ្ជាជាក់ស្ដែងយើងគួរតែផ្អាកនេះសហព័ន្ធបណ្ដាគុណខ្មែរលោកក៏បានពិចារណាដែរបាទដឹងអំពីថាទុកលំបាករបស់ក្លឹបរបស់កីឡាករប៉ុន្តែអារម្មណ៍របស់ប្រជាជនកម្ពុជារបស់យើងគឺយើងខុសពីផ្ទះលេខ2ទៅលេខ2លេង SEA Games ប៉ុន្តែធ្វើទៅក្រៀមអ្នក SEA Games នៅតែសប្បាយតែប្រជាជនយើងអត់ទេវាបីដូចជាបេះដូងតែមួយអញ្ចឹងយើងមានបញ្ហានៅព្រំដែនយើងប្រជាជនរបស់យើងគឺស្ទើរតែ 99% ហើយបាទដែលលោកផ្ដោតតែទៅលើបញ្ហានោះបាទជួយទាំងពីស្បៀងជួយអ្វីគ្រប់សពគ្រប់បែបយ៉ាងជួយយ៉ាងណាដើម្បីឲ្យប្រទេសរបស់យើងចាប់ដើមមានសន្តិភាពឡើងវិញអញ្ចឹងបេះដូងរបស់គាត់ទស្សនៈរបស់គាត់គឺគាត់តំណអស់ហើយបាទអញ្ចឹងការរៀបចំបណ្ដាលគឺអត់មានអារម្មណ៍នៃការទស្សនៈបើសិនជារៀបបានបែបសោះកក្រោះមែនណាបាទដល់ពេលអញ្ចឹងប្រធានសហព័ន្ធឯកឧត្តមកៅឆៃលោកក៏មើលតាមនឹងដែរហើយលោកបានបញ្ជាក់ខ្លីមួយគឺថាបើយើងមិនមានសន្តិភាពក៏បើយើងមិនមានសន្តិភាពក៏យើងមិនអាចមានកីឡាបានដែរបាទអញ្ចឹងគឺយើងត្រូវការសន្តិភាពអញ្ចឹងទើបយើងធ្វើកីឡាបានអញ្ចឹងក្លឹបបដាលផ្សេងគឺគាត់ជួបបញ្ហាតទៅនឹងវិបត្តិហិរញ្ញវត្ថុបាទជួលក្លឹបជួលអីផ្សេងអាហ្នឹងគឺលំបាកមួយហើយកីឡាករក៏គាត់លំបាកទីកក៏លំបាកបាទដូចខ្ញុំបាទអីដូចលោកសិទ្ធនឋានអីដល់ការនេះពងពេញបដាលច្រើនអញ្ចឹងគឺជួបការលំបាកដូចគ្នាប៉ុន្តែព្រោះថាចង់ឲ្យមានបដាលនៅក្នុងអំឡុងពេលនេះគឺចង់មានដូចគ្នាប៉ុន្តែបើថាអារម្មណ៍នៅក្នុងការទៅទស្សនាទៅនិយាយបដាលវ៉ាវអត់មានដូចគ្នាបាទអញ្ចឹងគឺយើងចាំប្រទេសរបស់យើងធូរស្បើយបន្តិចបាទបានយើងរៀបចំក៏ល្អដែរបងប្អូនខ្លះខ្ញុំឃើញគាត់ខមមិនថាចេះបាល់ទាត់ចេះខារ៉ាអូខេហើយមិនក៏នៅបើកចង់បញ្ជាក់បងប្អូនថាបាល់ទាត់គឺគេមានរដូវកាលរបស់គេរដូវកាលគេថ្ងៃថាតែបើសិនជាប៉ះពាល់ខ្លាំងក៏បាល់ទាត់ខ្លាំងក៏គេផ្អាកដែរបាទផ្អាកទៅថាបើសិនជាយើងរៀបចំយើងមានទីលានបាល់ទាត់ឬក៏ការប្រកួតបាល់ទាត់នៅខាងដល់មានជ័យឬក៏ប្រទេសមានជ័យនោះក៏គេផ្អាកដែរតែនេះយើងរៀបចំនៅផ្សេងហើយណាមួយបាល់ទាត់គឺយើងមានសហព័ន្ធបាល់ទាត់ពិភពលោកសហព័ន្ធអាស៊ីអីគឺគេគ្រប់គ្រងពីលើនឹងដែរគេមានកាលបច្ឆេទកំណត់រដូវកាលដូចថាបានសប្តាហ៍បានស្ដាប់ថាគេមានថ្ងៃសម្រាប់ FIFA Day មានអីចឹងណាតែបដាគឺចាំឯកជនតាមប៉ុស្តិ៍តាមទូរទស្សន៍ទេទោះបីយើងចង់រៀបក៏រៀបទៅប៉ុន្តែបដាអីគឺមើលតាម sponsor ទៅជួយភុនភាសាអស់ហើយបាទបើរៀបចំបដាណាហើយប្រជាជនយើងភាគច្រើនគឺបដារៀបចំឡើងគឺដើម្បីអ្នកគ្រប់គ្រងហ្នឹងហើយបើអ្នកគ្រប់គ្រងយើងឥឡូវជួបបញ្ហានៅអីយើងក៏រៀបចំក៏អត់មានន័យអីដែរអញ្ចឹងក៏បានជាស្ថានីយទូរទស្សន៍ក៏លោកយល់ហើយ sponsor ក៏យល់សហព័ន្ធក៏តាមនឹងដែរបាទអញ្ចឹងបានតាមខ្ញុំគិតថាយើងទៅបើបោកសប្តាហ៍នេះមួយទៀតគឺអាចថាទាំង2សប្តាហ៍បាទអញ្ចឹងគឺយើងទ្រាំតិចទៀតទៅចាំយើងធូរស្បើយយើងអាចមានអារម្មណ៍រៀបចំមានអារម្មណ៍ទស្សនាទាំងអស់គ្នាបានបាទហ្នឹងហើយយើងទ្រាំតិចទៀតទៅមួយបន្តិចទៀតទេគឺអ្វីនឹងវិលមកកាន់សភាពដើមវិញដែលសូមថ្លែងអំណរគុណបាទចំពោះការយកចិត្តទុកដាក់បាទមិនបានសម្រានលក់បានស្កប់ស្កល់ទេបាទប្រមុខដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាដែលលោកបើនិយាយទៅគឺ
គ្រប់គ្រងស្ថានភាពទៅលើសមរភូមិនោះគឺបានមិនឲ្យសត្រូវបានវាចូលទៅកាន់កັບទីតាំងអីណាបានស្រួលបួលទេគឺទប់ទល់រហូតបាទសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបាទលោកក៏រៀបចំការទូតដើម្បីផ្ដល់នៅភ័ស្តុតាងអំណះអំណាងបង្ហាញឲ្យអន្តរជាតិឲ្យបានឃើញអំពីការរំលោភបំពានបាទរួមទាំងបណ្ដាមន្ត្រីរដ្ឋមន្ត្រីផ្សេងៗដែលលោកពាក់ព័ន្ធនៅក្នុងការថែរក្សាបាទកិច្ចការពារគាំពារប្រទេសជាតិរបស់យើងបាទអរគុណដល់បងវរៈកងទ័ពវរៈនគរបាលជាតិបាទដែលតតាំងបាទខ្លួននៅខ្លាយជាខែលបាទដ៏ក្រាស់នៅតាមបណ្ដាព្រំដែនបាទហើយសូមគោរពជូនពរដល់ការលះបង់របស់បងបាទសាច់ស្រស់ឈាមស្រស់សូមដឹងគុណបាទចេញពីដួងចិត្តតែម្ដងពីប្រជាជនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាទมันអាចមានអ្វីមកសងគុណដ៏ធំធេងរបស់បងវរៈកងទ័ពវរៈនគរបាលបានទេបាទបងប្អូនពុកម៉ែមីងយាយតាដែលនៅតំបន់ភាគសឹកបាទក៏សូមគោរពជូនពរដល់បងពុកម៉ែមីងយាយតាថែរក្សាសុខភាពឲ្យបានល្អយើងចិត្តបានទៅផ្ទះវិញហើយបាទហើយមួយទៀតបាទព្រឹកមិញនេះខ្ញុំក៏បានឃើញនៅការផ្សព្វផ្សាយពីក្រសួងការពារជាតិមកដែរថាបងដែលជាអ្នកព័ត៌មានជាអ្នកសារព័ត៌មានបាទសូមមេត្តាជៀសឲ្យបាននៅអ្វីដែលជាការផ្សព្វផ្សាយធ្វើឲ្យមានការបាក់ទឹកចិត្តផ្សព្វផ្សាយនៅអ្វីដែលធ្វើឲ្យមានការភ័ន្តច្រឡំផ្សព្វផ្សាយនៅអ្វីដែលធ្វើឲ្យភាគីប្រជាមិត្តនោះចាប់ថ្នាក់បានបាទអញ្ចឹងការផុសអ្វីដែលពាក់ព័ន្ធជាមួយកងទ័ពជៀសបានជៀសទៅបាទបងប្អូននិយាយទៅដាច់ខាតត្រូវតែជៀសតែម្ដងបាទនៅនិយាយទៅកងទ័ពនោះគឺសំខាន់បំផុតកុំឲ្យដឹងអីសោះកុំឲ្យមានការថត់ខាងនេះខាងនោះឬក៏ដល់ថ្នាក់មានកងទ័ពលោកវលីហើយមានអ្នកកសែតទូសម្ភាសដល់ក្រុមគ្រួសារសាច់ញាតិក្រក់មើលណាស់បាទចិត្តយើងចិត្តគេមិនគួរណាស់អញ្ចឹងទេបងប្អូនអើយជៀសបានជៀសទៅអ្វីដែលយើងត្រូវធ្វើគឺលើកទឹកចិត្តពួកគាត់តបមករួមចំណែកជួយដើម្បីផ្ដល់ផ្គត់ផ្គង់នៅកង្វះខាតដល់ប្រជាជនដែលកំពុងពិសោធន៍នេះបាទអរគុណបងប្អូនយើងនឹងរួមគ្នាបន្តទៅទៀតនៅពេលនេះគឺជាពេលដែលយើងត្រូវរួមគ្នានៅបន្តិចទៀតនេះគឺយើងនឹងបានសន្តិភាពពេញលេញប្រជាមិត្តគេនឹងបើកស្បែកមុខថាតើវាអាក្រក់ប៉ុណ្ណាអញ្ចឹងយើងទុកចិត្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាបាទអរគុណបងប្អូនពីកម្មវិធី High Tech ថាមពលកីឡានឹងជួបបងប្អូនជាបន្តទៀតនៅភាគក្រោយនាដើមសប្តាហ៍បាទជម្រាបលា